បងប្អូនទាំងអស់គ្នាមកថ្ងៃមកជួបនឹងខ្ញុំទៀតហើយខាងបុកលូយូរឲ្យបងមកបុកល្ហុងទាំងអស់គ្នាមកមើលគ្រឿងផ្សំនេះជាគ្រឿងបុកល្ហុងរបស់ខ្ញុំបងមានល្ហុងមានស្រូវគួរមានប៉េងប៉ោះមានការ៉ុតមានស្ពៃតឿមានអីចឹងណាបងហើយនេះជាសាច់បុកល្ហុងមានមឹកមានបកាមានក្តាមបងអានេះមឹកពេញពីងបងនេះតោះទៅមើលយើងធ្វើទាំងអស់គ្នាបងអើយអានេះហៅកូនស្រីមកជួយចិត្តល្ហុងទៀតហើយមើលស្នាដៃកូនស្រីខ្ញុំចិត្តល្ហុងមែនតើណារៀនតាមគាត់អត់ហ្នឹងហើយមើលហើយបងនេះចិត្តល្ហុងមកថ្មីអូយបងអើយក្តាមសិតតាអូយសិតតាខ្លាញ់មកបងមកគាត់សូដាដាក់5បកាទាំងអស់គ្នាអូយបងអើយបកាយើងបានសម្អាតស្អាតអស់ហើយឥឡូវចាប់ដើមត្រាំសូដាក្នុងតកក្តាមថ្ងៃនេះខ្លាញ់ល្អបងអើយបងយើងមកឈូសល្ហុងទាំងអស់គ្នាអូយគ្រាន់ឈូសល្ហុងបដាលេទឹកមាត់បដាបងចាប់ផ្ដើមបុកល្ហុងទាំងអស់គ្នានេះម្ទេសខ្ញុំអានេះខ្ញុំយកទៅក្លុកបងដោយសារវាលឿនណាមកបងម្ទេសខ្ញុំមិញវាក្លុកហើយដោយសារយើងដាក់ស្ករហ្មងស្ករមួយវែកប៊ីចេងកន្លះវែកចាក់សណ្តែកដីចូលហ្មងបងវាបន្តិចនោះបងប៉េងប៉ោះត្រប់ស្រូវគួរចាក់វាចូលមកបងចាក់ទឹកប្រហុកចូលទឹកប្រហុកថ្ងៃនេះខ្ញុំប្រើ3វែកបងនេះបងទឹកក្រូចឆ្មាក្រូចសួរបងខ្ញុំទឹមច្បាច់ហើយមិញនេះចាក់ចូលមកថ្ងៃនេះប្រើ2ផ្លែបងយើងកូរវាមកនេះបងអើយមើលម្ទេសយើងដាក់បកាចូលបងដាក់តាពាក់កណ្ដាលមកបានហើយដាក់មកចូលយើងធ្វើការកូរវាបន្តិចមកបងនេះដាក់ល្ហុងចូលបងដាក់មីចូលបងមកបងបុកល្ហុងខ្ញុំហើយអីនេះមើលទៅទំនងឲ្យបងនេះតោះទៅភ្លក់ជាមួយខ្ញុំទាំងអស់គ្នាបង